បាទសួស្តីបាទថ្ងៃនេះខ្ញុំមានបាទថ្នាំបាទសម្រាប់បងស្ត្រីបាទរោគស្ត្រីឯងបងប្អូនបាទអញ្ចឹងថ្នាំខ្ញុំនេះមានណាបងប្អូនណាបាទស្ត្រីធ្លាក់អញ្ចឹងណាបាទឬក៏រលាកស្បូនបាទខ្ញុំមិនហ៊ានអានចំទេខ្លាចFacebook គាត់ចាប់ណាបាទទី1គឺស្ពៃព្រៃបងប្អូនណាបាទស្ពៃព្រៃគឺ15ក្រាមបាទយកស្ងួតបាទទី2គឺផ្កាបាទសេមន់បាទ15ក្រាមស្ងួតបាទស្មៅទឹកដោះខ្លាតូចបាទ20ក្រាមស្ងួតទី4ដើមកបាសបងប្អូនស្គាល់ដើមកបាសផ្កាសសណាអាផ្លែគេយកធ្វើដេកខ្នើយហ្នឹងបាទ15ក្រាមបាទទី5សម្បកស្វាយ15ក្រាមណាបងប្អូនបាទថ្នាំនេះណាបងប្អូនបាទដាំយកទឹក3យក1ណាបងប្អូនណាដាក់3ទឹកយក1មានន័យថាយើងដាក់3ផ្តិលអញ្ចឹងយើងចម្រាញ់ទៅមើលធ្វើម៉េចឲ្យសមមួយផ្តិលបាទហ្នឹងគេហៅថាដាំទឹក3យកទឹក1ណាបងប្អូនបាទតន់ហើយហ្នឹងនេះខ្ញុំឲ្យបងប្អូនមើលភាសាទៀតបាទទី1គឺបាទថ្នាំស្ត្រីបាទនេះបងប្អូនអានថាម៉េចបាទឬក៏រលាកស្បូនអញ្ចឹងណាបាទទី1គឺស្ពៃព្រៃ15ក្រាមស្ងួតបាទទី2ផ្កាសេមន់15ក្រាមទី3ស្មៅទឹកដោះខ្លាតូច20ក្រាមស្ងួតទី4ដើមកបាស15ក្រាមបាទទី5គឺសម្បកស្វាយយើងហ្នឹងស្វាយយើងហូបផ្លែហ្នឹងឲ្យតែស្វាយបងប្អូនត្រូវទាំងអស់ស្វាយបាទ15ក្រាមបាទដាំទឹក3យកទឹក1បាទបញ្ជាក់ណាគឺថ្នាំទាំងអស់នេះគឺបងប្អូនយកស្ងួតទាំងអស់ណាបងប្អូនអញ្ចឹងក៏សូមបងប្អូនបាទមានអាការៈដែលថានេះហ្នឹងបងប្អូនបាទសាកថ្នាំខ្ញុំទៅបាទនេះខ្ញុំដកស្រង់ចេញពីបាទសភៅបងប្អូនណាបាទគឺសភៅបាទបងប្អូនចង់ឃើញសភៅអត់នេះបាទគឺសភៅនេះគេទទួលស្គាល់ដោយបាទសុខាភិបាលណាបងប្អូនបាទនេះមានត្រាស្រេចបាទរូបមន្តបាទឱសថបុរាណបាទព្យាបាលជំងឺបាទអញ្ចឹងសង្ឃឹមថាបងប្អូនអាចយកវិធីសាស្ត្រនេះប្រើបានបាទវីដេអូខ្ញុំមានប៉ុណ្្នឹងទេបងប្អូនបាទអរគុណច្រើន